មានកាកបាទក្រហមខ្ញុំបាទសូមលំអរកាយគ្រប់នឹងជំរាបសួរសម្ដេចឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាលោកស្រីប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីសប្តាហ៍នេះព័ត៌មានកាកបាទក្រហមកម្ពុជាបានពំនាំនៅសកម្មភាពមនុស្សធម៌តាមសហគមន៍យកមកផ្សាយជូនទស្សនាតាមពេលវេលានិងម៉ោងដដែលដែលមានសកម្មភាពជាបន្តដូចតទៅប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់នៅឃុំព្រែកក្របៅស្រុកកងមាសទទួលបានអំណោយមនុស្សធម៌នាសប្តាហ៍កន្លងទៅនេះឯកឧត្តមអ៊ុនចិន្តាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានចុះទៅសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន31គ្រួសាររស់នៅក្នុងភូមិពីមក្នុងគោដកឃុំព្រែកក្របៅស្រុកកងមាសឯកឧត្តមអ៊ុនចិន្តាបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យខិតខំថែរក្សាសុខភាពឲ្យបានល្អតាមទិសស្លោកស្រឡាញ់ខ្លួនឲ្យស្ងួនចំណីហើយត្រូវប្រុងប្រយ័ត្នពីគ្រោះមហន្តរាយវិបត្តិភ័យនានាដែលអាចកើតមានឡើងនៅក្នុងរដូវនេះដោយឯកឧត្តមប្រធានបានស្នើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងរដ្ឋបាលមូលដ្ឋានត្រូវតាមដានជាប់ជានិច្ចនៅប្រព័ន្ធផ្ដល់ព័ត៌មានជាមុន1294ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍បានទាន់ពេលវេលាទន្ទឹមនឹងនោះរស់នៅត្រូវតែអនុវត្តវិធានការអនាម័យស្អាត3យ៉ាងពិសាទឹកដាំឆ្អិនដើម្បីបង្ការទប់ស្កាត់ការពារការឆ្លងនៃជំងឺដង្កាត់ផ្សេងៗដែលបង្កដោយសត្វមូសឬបង្កដោយកង្វះអនាម័យជាដើមជាពិសេសត្រូវប្រុងប្រយ័ត្នជាពិសេសត្រូវតែប្រយ័ត្នប្រយែងឲ្យបានដិតដល់ចំពោះកុមារតូចៗដែលងាយប្រឈមនឹងគ្រោះថ្នាក់ដោយសារលង់ទឹកអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង31គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរកន្ទេល1សាប៊ូម្សៅ2ដបសាប៊ូកក់សក់6កញ្ចប់តូចថ្នាំនិងច្រាសដុសធ្មេញឃីតមុងភួយសរងក្រមានិងថវិកាមួយចំនួនប្រជាពលរដ្ឋ264គ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់និងរងគ្រោះដោយខ្យល់កន្ត្រាក់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវនាសប្តាហ៍កន្លងទៅនេះឯកឧត្តមវីសំណាងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនដល់គ្រួសាររងគ្រោះចំនួន264គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន251គ្រួសារនិងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន13គ្រួសារនៅឃុំចំនួន4ក្នុងស្រុកអង្គរបូរីខេត្តតាកែវមានប្រសាសន៍សម្ដែងសម្ដាននៃឱកាសនោះឯកឧត្តមប្រធានបានពំនាំនៅការសាកសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតមុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការពុទ្ធសាសនាអ្វីឡើយដោយពាក្យស្លោកទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជាអំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសាររួមមានអង្ករ25គីឡូក្រាមត្រីខកំប៉ុង1យួរមី1កេសប្រេងឆា1លីត្រនំ1ប្រអប់ទឹកត្រី3ដបទឹកស៊ីអ៊ីវ3ដបកន្ទេល1មុង1ភួយ1ស្រង់1ក្រមា1និងថវិកាមួយចំនួនយុវតីកំព្រាឪពុកងាយរងគ្រោះមួយគ្រួសារនៅក្នុងឃុំមហាលៀបស្រុកកោះស្ទឹងទទួលបានអំណោយមនុស្សធម៌របស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជានាសប្តាហ៍កន្លងទៅនេះលោកជំទាវប៉ាងដានីអនុប្រធានអចិន្ត្រៃយ៍សាខារួមជាមួយនឹងលោកជំទាវអៀមវ៉ានីប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកកសកព្រមទាំងក្រុមការងារបានអញ្ជើញចុះទៅដល់ភូមិចុងព្រែកឃុំមហាលៀបស្រុកកោះស្ទឹងដើម្បីសាកសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនដល់យុវតីដែលកំព្រាឪពុកឈ្មោះថាសារ៉ាន់ធីរ៉ាអាយុ16ឆ្នាំដែលមានម្ដាយជាស្ត្រីមេម៉ាយទុរគតមានកូនប្រុសស្រី5នាក់ក្នុងបន្ទុកគឺកូនស្រីម្នាក់មានគ្រួសារបានបែកបាក់ទៅនៅភ្នំពេញកូនប្រុសស្រី2នាក់ទៀតឈប់រៀនដើរធ្វើកម្មករស៊ីឈ្នួលគេក្នុងភូមិនិងកូនស្រី2នាក់ទៀតរួមទាំងយុវតីសារ៉ាន់ធីរ៉ាផងដែរដែលកំពុងរៀនថ្នាក់ទី5និងថ្នាក់ទី2នៃសាលាបឋមសិក្សាមហាលៀបគូរំលឹកថាស្ត្រីមេម៉ាយទុរគតរូបនេះជាគ្រួសារដែលងាយរងគ្រោះនិងខ្វះខាតជីវភាពយ៉ាងខ្លាំងគ្រួសារនេះរស់នៅពឹងផ្អែកទៅលើការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប័ណ្ណសមត្ថៈក្រមួយហើយស្ត្រីជាម្ដាយក៏មិនមានដើមទុននិងមុខរបរច្បាស់លាស់ផងដែររាល់ថ្ងៃគាត់ដើរស៊ីឈ្នួលដកស្ទូង
ច្រូតកាត់ឬក៏រកក្តាមខ្ចងក្រាន់បានកម្រៃគប់សំគ្នាចិញ្ចឹមកូនហើយយុវតីសារ៉ាន់ធីរ៉ាក្រោយពេលឪពុកបានធ្វើមរណកាលទៅក៏បានបង្ខំចិត្តរៀនផងនិងស៊ីឈ្នួលឡើងបេះស្លាផងតាំងពីអាយុ7ឆ្នាំរហូតមកដែលក្នុងមួយថ្ងៃរកប្រាក់ចំណូលបានចំនួន 10,000 រៀលឬក៏ 15,000 រៀលគ្រាន់បានថវិកាជួយផ្គត់ផ្គង់ទិញសម្ភារៈសិក្សាខ្លួនឯងនិងប្អូនស្រីពៅផងពិនិត្យពីស្ថានភាពនិងតម្រូវការជាក់ស្ដែងរបស់គ្រួសារនេះឯកឧត្តមអ៊ុនចន្ទាប្រធានគណៈកម្មាធិការសាខាបានសម្រេចផ្ដល់អំណោយមនុស្សធម៌សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទុរគតនេះរួមមានអង្ករ100គីឡូក្រាមមី2កេសទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរត្រីខ2យួរប្រេងឆា4ដបសាប៊ូម្សៅ4កញ្ចប់សាប៊ូកក់សក់24កញ្ចប់តូចថ្នាំនិងច្រាសដុសធ្មេញ6សម្រាប់កន្ទេល2ខិត2សម្រាប់និងថវិកាចំនួន1លានរៀលក្នុងឱកាសនោះលោកជំទាវក៏បានឧបត្ថម្ភថវិកាចំនួន 10,000 រៀលជូនយុវតីមានពិការភាពម្នាក់ឈ្មោះថានឡៃហៀងអាយុ25ឆ្នាំផងដែរទាំងមនុស្សធម៌កាកបាទក្រហមកម្ពុជាទី97ត្រូវបានសាងសង់ជូនគ្រួសារដែលស្វាមីមានជំងឺវិបលាសស្មារតីនៅខេត្តសៀមរាបនាសប្តាហ៍កន្លងទៅនេះលោកជំទាវទុយជីប្រាក់សោភ័ណ្ឌអនុប្រធានគណៈកម្មាធិការសាខាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី97របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជូនឈ្មោះថាជុនមើយភេទស្រីអាយុ46ឆ្នាំមានមុខរបរស៊ីឈ្នួលដាំនិងដកដំឡូងបេះក្របចន្ទីដីស្រែគ្មាននិងប្តីឈ្មោះថាសុកលីមានជំងឺវិបលាសស្មារតីមានសមាជិកគ្រួសារ8នាក់ស្រីចំនួន5នាក់រស់នៅភូមិដំបូកខ្ពស់ឃុំតាសៀមស្រុកស្វាយលើកខេត្តសៀមរាបសូមបញ្ជាក់ជូនថាផ្ទះចាស់របស់ឈ្មោះថាជុនមើយជាផ្ទះឈើសង់ផុតពីដីទំហំ4ម៉ែត្រគុណនឹង4ម៉ែត្រកន្លះដំបូលនិងជញ្ជាំងស័ង្កសីចាស់ចាស់ពុកធ្លុះធ្លាយក្រាលក្តារចាស់សសរឈើពុកត្រេតចង់រលំពេលមានភ្លៀងខ្លាំងនាំកូនសុំអ្នកផ្ទះជិតខាងជ្រកផ្ទះថ្មីត្រូវបានសាងសង់ក្រោមការឧបត្ថម្ភរបស់លោកឡុងច័ន្ទរិទ្ធនិងលោកស្រីលឿមស៊ីណាដែលមានទឹកប្រាក់សរុបចំនួន$3,800សហរដ្ឋអាមេរិកនិងមានទំហំ6ម៉ែត្រគុណនឹង6ម៉ែត្រមានបន្ទប់គេងចំនួន2បន្ទប់ទឹក1ដំបូលប្រក់ស័ង្កសីក្បឿងជញ្ជាំងឥដ្ឋដប់បាតក្រាលការ៉ូមានកម្ពស់ផុតពីដី 0.5 ម៉ែត្រនិងចាក់សាបជុំវិញទទឹង 0.5 ម៉ែត្រផ្ទះត្រូវបានសាងសង់ក្នុងដីផ្ទាល់ខ្លួនរបស់ឈ្មោះថាជុនមើយទំហំ20ម៉ែត្រគុណនឹង100ម៉ែត្រអំណោយសង្កត់ផ្ទះសម្រាប់ផ្ទះថ្មីមានអង្ករ60គីឡូក្រាមមី2កេសត្រីខ2យួរទឹកត្រី2យួរអំបិល2គីឡូក្រាមកន្ទេល2ខិត2កញ្ចប់ក្នុងនោះមុង4ភួយ4ខ្នើយ2សារ៉ុង2ក្រមា2សម្ភារៈផ្ទះបាយក្នុងនោះឆ្នាំង2ឡាំងទឹកជ័រ1គូធុងទឹក45លីត្រ1និងថវិកា40,000 រៀលជាមួយគ្នានោះផងដែរក្នុងពិធីប្រគល់ផ្ទះទី97នេះក៏មានការចែកអំណោយមនុស្សធម៌សម្រាប់គ្រួសារងាយរងគ្រោះក្នុងស្រុកស្វាយលើចំនួន80គ្រួសារដែលក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កេសត្រីខ1យួរទឹកត្រី1យួរអំបិល1គីឡូក្រាមខិត1កញ្ចប់មុង1ភួយ1ស្រង់1ក្រមា1និងថវិកា40,000 រៀលបន្ថែមពីលើនោះលោកជំទាវអនុប្រធានគណៈកម្មាធិការសាខាក៏បានប្រគល់ឈើច្រត់3ដើមនិងរទេះរុញចំនួន3គ្រឿងសម្រាប់ចាស់ជរានិងជនពិការភាពសាខាកាកបាទក្រហមកម្ពុជាចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្វះខាតចំនួន290គ្រួសារមកពី7សង្កាត់នៅក្នុងក្រុងសេរីសោភ័ណ្ឌឯកឧត្តមអ៊ុំរាត្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារដែលងាយរងគ្រោះចំនួន290គ្រួសារមកពី7សង្កាត់ក្នុងក្រុងសេរីសោភ័ណ្ឌនាសប្តាហ៍កន្លងទៅនេះលោកស្រីសុផលអភិបាលក្រុងសេរីសោភ័ណ្ឌបានបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋទាំង290គ្រួសារដែលបានមកទទួលអំណោយនៅក្នុងថ្ងៃនេះរួមមានសង្កាត់ទឹកថ្លា112គ្រួសារសង្កាត់អូអំបិលចំនួន37គ្រួសារសង្កាត់កំពង់ស្វាយចំនួន33គ្រួសារសង្កាត់ព្រះពន្លាចំនួន22គ្រួសារសង្កាត់មកៈចំនួន44គ្រួសារសង្កាត់ភ្នៀត27គ្រួសារនិងសង្កាត់កោះពងសັດចំនួន15គ្រួសារដែលក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមីខ្លាឃ្មុំចំនួន25កញ្ចប់ទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួររួមទាំងថវិកាមួយចំនួន
ឯកឧត្តមអ៊ុំរាត្រីក៏បានពំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាដែលសម្ដេចនិងលោកជំទាវបណ្ឌិតតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ចឯកឧត្តមក៏បានបន្តថាក្នុងនាមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនឹងបន្តខិតខំពង្រឹងនឹងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលឲ្យបានទ្វេដងដោយផ្ដោតលើការយកចិត្តទុកដាក់លើអាទិភាពសំខាន់រួមមានការផ្ដល់អំណោយដល់បងប្អូនដែលរងគ្រោះនិងងាយរងគ្រោះក្រីក្រខ្វះខាតជាដើមហើយការផ្ដល់ជូនអំណោយមនុស្សធម៌ក្នុងឱកាសនោះគឺជាការជួយសម្រាលទុក្ខលំបាកចំពោះបងប្អូនបានតែមួយគ្រាប៉ុណ្ណោះដូច្នេះសូមឲ្យបងប្អូនខិតខំធ្វើការដាំដុះបន្ថែមនៅបន្លែបង្ការចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានល្អប្រសើរឡើងនិងចូលរួមនៅការហូបស្អាតផឹកស្អាតនិងរស់នៅស្អាតពិសេសគោលការណ៍អនាម័យបរិស្ថានប្រជាពលរដ្ឋងាយរងគ្រោះក្នុងឃុំក្តលតាហែនស្រុកបាវែលទទួលបានអំណោយមនុស្សធម៌នាសប្តាហ៍កន្លងទៅនេះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានផ្ដល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះបំផុតចំនួន171គ្រួសារដើម្បីជួយសម្រាលនៅការលំបាករបស់បងប្អូនប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយមានកូនច្រើនកុមារកំព្រាជនពិការនិងបងប្អូនពលករដែលមានជីវភាពខ្វះខាតមកពីភូមិចំនួន15ក្នុងឃុំក្តលតាហែនក្រមវត្តមានឯកឧត្តមសុកលូជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានជួបសំណេះសំណាលសាកសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតចំនួន171គ្រួសារក្នុងឃុំក្តលតាហែនស្រុកបាវែលពិធីនេះប្រារព្ធធ្វើនៅវត្តក្តលតាហែនជាមួយគ្នានេះក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមអតិចង្ក្រហម8ឧសភាឆ្នាំ2025និងខួបលើកទី70ឆ្នាំនៃកាកបាទក្រហមកម្ពុជាឯកឧត្តមសុកលូប្រធានគណៈកម្មាធិការសាខាក៏បានអំពាវនាវចំពោះសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋនិងវិស័យឯកជនចូលរួមបរិច្ចាគថវិកាសម្ភារៈជូនកាកបាទក្រហមកម្ពុជាដោយសទ្ធាជ្រះថ្លានិងតាមការស្ម័គ្រចិត្តដែលការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជាគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែកដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយនឹងអ្នកទទួលផលជាក់ស្ដែងប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសុកលូប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តជាពិសេសសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដែលតែងតែយកចិត្តទុកដាក់គិតគូរជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដែលរងគ្រោះគ្រប់រូបទាំងអស់ដោយគ្មានការរើសអើងមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយអ្វីឡើយប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានអ្នកជិតខាងនិងសប្បុរសជននានាដែលបានឧបត្ថម្ភគាំទ្រនិងជួយជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកអំណោយផ្ដល់ជូនគ្រួសារនីមួយៗទទួលបានអង្ករ25គីឡូក្រាមមីជាតិ1កេសទឹកបរិសុទ្ធ1កេសត្រីខ10កំប៉ុងទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរនិងថវិកា20000រៀលជារបស់ឯកឧត្តមព្រួញរដ្ឋាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំក្តលតាហែនផងដែរក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិរបស់សាខាចុះសួរសុខទុក្ខភរិយាយោធានជួរមុខជាប្រជាពលរដ្ឋភៀសឹកដែលសម្រាប់កូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនាសប្តាហ៍កន្លងទៅនេះលោកជំទាវប៉ាងដានីអនុប្រធានអចិន្ត្រៃយ៍សាខានិងជាប្រធានក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិថ្នាក់សាខានិងសហការីបានចុះសួរសុខទុក្ខអ្នកស្រីសឹមសុខាអាយុ32ឆ្នាំជាភរិយាយោធានជួរមុខទិសមុំ3ភូមិពាក់ស្បែកឃុំដោះស្រែស្រុកជាំខ្សាន់ខេត្តព្រះវិហារបានភៀសខ្លួនពេលផ្ទុះអាវុធមករស់នៅស្រុកកំណើតវិញនៅភូមិប្រាសាទឃុំវិហារធំស្រុកកំពង់សៀមខេត្តកំពង់ចាមមកសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលសេវាសម្រាលនិងថែទាំព្យាបាលជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងស្រុងលោកជំទាវប៉ាងដានីក៏បាននាំយកនៅបណ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកនិងអាណិតអាសូរបំផុតពីឯកឧត្តមអ៊ុនចិន្តាប្រធានគណៈកម្មាធិការសាខានិងឯកឧត្តមសតិបណ្ឌិតនិតសវឿនប្រធានកិត្តិយសសាខាពិសេសពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតួនាទីជាអិសរាជជនឆ្នើមថ្នាក់ជាតិសម្ដេចប្រធានតែងតែបានណែនាំឲ្យក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិថ្នាក់សាខានិងបណ្ដាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់
ជួយដោះស្រាយសម្រាប់ទុកលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះក្នុងនោះត្រូវផ្ដោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខនិងប្រជាពលរដ្ឋដែលភៀសឹកពិសេសការគាំពៀសុខភាពមាតាទារកនិងកុមារដោយមិនរើសអើងដែលមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅវេលាម៉ោង 3:57 នាទីរសៀលថ្ងៃទី30 ខែតុលាឆ្នាំ2025អ្នកស្រីសឹមសុខាក៏សម្រាលដោយការវះកាត់បានកូនស្រីទម្ងន់3គីឡូ4ខាំដោយសុវត្ថិភាពលោកជំទាវប៉ាងដានីបានផ្ដល់អំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាជូនអ្នកស្រីសឹមសុខារួមមានម្សៅទឹកដោះគោសម្ភារៈខោអាវទារកគីតស្ត្រីមួយឈុតផ្លែឈើស្រស់មួយកន្ត្រកនិងថវិកាចំនួន1 លានរៀលយុទ្ធនាការសวัสดิភាពចរាចរណ៍បរិស្ថានប្រកបដោយបរិយាបន្ននៅខេត្តសៀមរាបនាសប្តាហ៍កន្លងទៅនេះសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានធ្វើយុទ្ធនាការសวัสดิភាពចរាចរណ៍បរិស្ថានប្រកបដោយបរិយាបន្ននៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹកដែលមានគោលបំណងចូលរួមទប់ស្កាត់កាត់បន្ថយអត្រាស្លាប់របួសនិងពិការដោយគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងចូលរួមពង្រឹងការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកលើបរិស្ថាននិងសុខភាពในឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកនៅខេត្តសៀមរាបរយៈពេល3ថ្ងៃដែលមានការចូលរួមពីទីប្រឹក្សាយុវជននិងយុវជនកាកបាទក្រហមកម្ពុជាមកពី3គ្រឹះស្ថានសិក្សាក្នុងនោះវិទ្យាល័យ10មករា1979ចំនួន6រូបវិទ្យាល័យបាយ័នចំនួន6រូបនិងវិទ្យាល័យហ៊ុនសែនសៀមរាបចំនួន6រូបវិទ្យាល័យអង្គរចំនួន6រូបវិទ្យាល័យហ៊ុនសែនវត្តស្វាយចំនួន6រូបនិងវិទ្យាល័យសម្ដេចឪចំនួន6រូបសរុបចំនួន36រូបយុទ្ធនាការប្រព្រឹត្តតាមរយៈការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកការរៀបចំបញ្ជីសំណួរចម្លើយផ្ដល់ជូននៅមួកសុវត្ថិភាពការចែកខិត្តប័ណ្ណសារអប់រំស្ដីពីប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវនិងរបៀបប្រើប្រាស់និងជ្រើសរើសមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវព្រមទាំងការអប់រំផ្សព្វផ្សាយពីបរិស្ថានស្អាតនិងការការពារបរិស្ថានដោយសាធារណជនដែលដើរកម្សាន្តនៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹកជាលទ្ធផលខិត្តប័ណ្ណអប់រំអំពីប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវជាង 3,500 សន្លឹកនិងខិត្តប័ណ្ណពីរបៀបប្រើប្រាស់និងជ្រើសរើសមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវជាង 3,500 សន្លឹកត្រូវបានចែកចាយនិងមួកសុវត្ថិភាពចំនួន20ត្រូវបានផ្ដល់ជូនអ្នកឆ្លើយនិងសំណួរបានត្រឹមត្រូវអរគុណដំឡាយនេះសាយអើយមនុស្សធម៌អើយល្អអើយសែនល្អអើយសិលធម៌អើយសន្តិអើយដូចទឹកនឹងត្រីស្វាមីភង្រីទុកព្រួយប្រជារួមគ្នាដងស្រាយអោណារួមគ្នាដងស្រាយសូមដាច់កតេងព្រឹត្តបនដិតបុនរនីពុនសែនសាមគ្គីអើយសូមទីអើយទីវែងឆ្ងាយអើយប្រធានកាកបាទក្រហមស្រងស្រាយទុកជាអ្នកម្ដាយមនុស្សធម៌គង់គួងអោណាមនុស្សធម៌គង់គួងជាបឋមសំដាច់សំរាច់អើយពំនាំអើយបណ្ដាំលួងម៉ែព្រៀងប្រធានកិត្តិយសអង្គព្រះមហាក្សត្រផ្ដាំផ្ញើគង់គួងចំពោះសមាជិកមូលនិធិត្រីចាំងក្រយានអោណាមូលនិធិត្រីចាំងក្រយានទ្រង់ស្ដេចស្ដែងគិតអាណិតអាសូរ
សមាជិកស៊ីក្លូអើយទាំងអស់អើយវត្តមានអើយអោកាំងកាន់បិណ្ឌធ្វើបុណ្យដាំងទៀនឈានដល់ជុំបិណ្ឌធ្វើបុណ្យសន្សំអោណាធ្វើបុណ្យសន្សំសំដាច់កតេងព្រឹត្តបនដិតសពបរោះសមានចិត្តសោមនោះអើយស្រស់ស្រាយអើយឧបត្ថម្ភអើយអញ្ជើញសំណេងសំណាលស័ក្តិសមជាមួយអ៊ំរួមទាំងសមាជិកអោណារួមទាំងសមាជិកសរុប386នាក់អើយមូលនិធិត្រីចាំងអើយក្រយានអើយសន្ធឹកអើយក្នុងរាជធានីភ្នំពេញពុនលឹកសមាជិកមូលនិធិត្រីចាំងក្រយានកម្ពុជាអោណាត្រីចាំងក្រយានកម្ពុជាពិធីប្រព្រឹត្តទៅអើយនៅនឹងអើយវិសាលអើយស្នាក់ការកណ្ដាលកាកបាទក្រហមអើយកម្ពុជាអើយក្នុងបរិយាកាំងត្រចាំងមហិង្មាចែកជូនពណ៌ភានីសពគ្រប់អោណានាជូនគ្រប់កាកបាទប្រទានអើយមានទាំងអើយអង្គអើយប្រេងឆាត្រីខអោតច្រើនអើយលឹងលុបអើយសារងមុំភួយជំនួយពេលយប់ថាវិការក្រែលគ្រប់សម្រាប់ដងស្រាយអោណាសម្រាប់ដងស្រាយមុតកាំងភាពក្រៃមកចាំងត្រីអើយចាំងក្រយានអើយបានអំណោយទៀនពីសែនមហាអើយសាប់បាយអើយគោរពអរគុណសម្ដេចពុកម្ដាយទេវតាទាំងឡាយផ្សាយពរសង្សារអោណាផ្សាយពរផ្សេងខ្សានគោរពជូនពរសំដាច់ពុកម៉ែគុណបុណ្យតាមថែអើយកាន់តែអើយកាងកានអើយយន្តការមនុស្សធម៌ល្អពុនប្រមាណសន្តិភាពមូលដ្ឋានជាតិបានរងរោចអោណាជាតិបានរងរោចសម្ដេចឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាលោកស្រីប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានការកបាក់ក្រហមកម្ពុជានាពេលនេះចាប់តែប៉ុណ្ណេះសូមគោរពរងចាំតាមដានទស្សនាការផ្សាយព័ត៌មានរបស់យើងខ្ញុំនាសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលព័ត៌មានការកបាក់ក្រហមកម្ពុជាសូមគោរពថ្លែងអំណរគុណនិងគោរពជូនពរដល់សម្ដេចឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាលោកស្រីប្រិយមិត្តទស្សនិកជនទាំងអស់សូមជួបប្រទះតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាដោយគណៈពេលនេះខ្ញុំបាទបរិនសទ្ធាសូមអរគុណសូមគោរពលា